នាវាទ័ពជើងទឹកចិននិងទ័ពជើងទឹកអូស្ត្រាលីចូលសុំចតនៅដែនសមុទ្រកម្ពុជានាវាកងទ័ពជើងទឹកចិនចំនួន2គ្រឿងនិងនាវាទ័ពជើងទឹកអូស្ត្រាលីចំនួន1គ្រឿងបានសុំចូលចតនៅដែនសមុទ្រកម្ពុជានៅព្រឹកថ្ងៃទី10ខែតុលាឆ្នាំ2025នេះការចូលសុំចតរបស់នាវាយោធាទាំងពីរប្រទេសនេះគឺដើម្បីរឹតចំណងតាក់ទងនិងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀតនាវាកងទ័ពជើងទឹកចិនចំនួន2គ្រឿងដែលសុំចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនោះគឺនាវា Chi Chi Quang Plan 83និងនាវា Yi Meng San Plan 988ដើម្បីធ្វើទស្សនកិច្ចនៅកម្ពុជារយៈពេល5ថ្ងៃចាប់ពីថ្ងៃទី10ដល់ថ្ងៃទី14ខែតុលាឆ្នាំ2025លក្ខណៈបច្ចេកទេសរបស់នាវា Chi Chi Quang Plan 83គឺជាប្រភេទនាវាវឹកវើមានទម្ងន់ផ្ទុក 9000 តោនបណ្ដោយ 165.3 ម៉ែត្រទទឹង 22.2 ម៉ែត្រជម្រៅទឹក 6.8 ម៉ែត្រខណៈនាវាឈ្មោះ Yi Meng San Plan 988ជាប្រភេទនាវាបុកច្រាំងដែលមានទម្ងន់ផ្ទុក 25,000 តោនបណ្ដោយ 210 ម៉ែត្រទទឹង 28 ម៉ែត្រនិងជម្រៅទឹក 7 ម៉ែត្រសរុបនាវិកនៅលើនាវាទាំងពីរនេះមានចំនួន 1207 នាក់ដោយឡែកនាវារបស់កងទ័ពជើងទឹកអូស្ត្រាលីដែលមានឈ្មោះថា HMAS Ballarat FFX 155ក៏បានចូលសុំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះដែរដឹកនាំដោយវរនារីតូ Dean Oiren ជាមេបញ្ជាការនាវាលក្ខណៈបច្ចេកទេសនៃនាវា HMAS Ballarat FFX 155គឺមានទម្ងន់ផ្ទុក 3,900 តោនបណ្ដោយ 118 ម៉ែត្រប្រវែងទទឹង 14.8 ម៉ែត្រនិងជម្រៅទឹក 6.4 ម៉ែត្រនាវាយោធានេះនឹងធ្វើទស្សនកិច្ចនៅកម្ពុជារយៈពេល4ថ្ងៃចាប់ពីថ្ងៃទី10ដល់ថ្ងៃទី13ខែតុលាក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អបង្កើនទំនាក់ទំនងនិងរឹតចំណងមិត្តភាពសាមគ្គីភាពឲ្យកាន់តែល្អទ្វេឡើងថែមទៀតរវាងកម្ពុជានិងអូស្ត្រាលី